បាទជំរាបសួរដល់បងប្អូនទាំងអស់ជាទីគោរពរាប់អានឥឡូវនេះគឺមានដំណឹងថ្មីមែនតើបាទហើយជាដំណឹងមួយដែលមិនល្អទេអំពីក្រុមហ៊ុន Suno អញ្ចឹងចាប់តាំងពីថ្ងៃទី3ខែកញ្ញាចាប់ផ្ដើមពីខែកញ្ញាទៅគឺចំពោះគម្រោង Pro របស់ Suno ដែលបងប្អូនបានជាវក្នុងមួយខែ$10នោះ Suno នឹងអនុញ្ញាតឲ្យបងប្អូនបាទ download បទចម្រៀងមួយខែត្រឹមតែ20បទប៉ុណ្ណោះហើយក្នុងសិទ្ធិនៃការប្រើប្រាស់អឺក្នុងចម្រៀង20បទនេះគឺបងប្អូននៅតែអាចប្រើប្រាស់បានអញ្ចឹង limit មែនទែនដោយ Suno គិតថានៅពេលដែលអនុញ្ញាតឲ្យ download បទចម្រៀងច្រើនហើយការបង្កើតបទចម្រៀងដែលมันមានភាពច្បាស់លាស់ហ្នឹងគឺវាច្រើនហើយការកើនឡើងនៃការប្រើប្រាស់របស់ Suno និងអតិថិជន Suno នឹងគឺច្រើនមែនទែនតែម្ដងដូច្នេះនេះគឺជាបទបញ្ញត្តិថ្មីរបស់ Suno ដែលខ្ញុំមិនទាន់បានអានពិស្ដារបន្ថែមទេតែខ្ញុំគ្រាន់តែជម្រាបជូនបងប្អូនសង្ខេបបែបខ្លីប៉ុណ្ណេះមានន័យថាចាប់ពីថ្ងៃទី3ខែកញ្ញាទៅបងប្អូនមានសិទ្ធិត្រឹមតែdownload បាទចំនួន20បទប៉ុណ្ណោះក្នុងបទចម្រៀងដែលបងប្អូនផលិតបាទក្នុងរយៈពេល1ខែហើយ20បទនោះគឺបងប្អូននៅតែជាម្ចាស់កម្មសិទ្ធិបទប៉ុន្តែចំពោះតែគម្រោងដែលបងប្អូនបានទិញមានន័យថាចាប់ពីគម្រោង Pro ទៅគឺក្នុងមួយខែ$10ហើយបងប្អូននៅតែជាម្ចាស់បទចម្រៀងដែលបងប្អូនទិញគម្រោង Pro 20បទក្នុងមួយខែមានន័យថាបទចម្រៀងដែលបានបងប្អូនទិញកន្លងមកវាជារបស់បងប្អូនហើយក៏ប៉ុន្តែចាប់ពីថ្ងៃទី3ខែកញ្ញាទៅគឺ20បទទេបងប្អូនក្នុងមួយខែប៉ុន្តែការស្ដាប់ការចែករំលែកនៅក្នុង library បាទរបស់ Suno គឺបងប្អូននៅតែស្ដាប់បានបាទបងប្អូនបង្កើតច្រើន remix អីច្រើនរាប់រយបទក៏បានដែរក៏ប៉ុន្តែបងប្អូនមានសិទ្ធិប្រើប្រាស់commercial use មានសិទ្ធិប្រើប្រាស់ក្នុងការរកលុយក្នុងការផ្សព្វផ្សាយក្នុងការបង្ហោះទៅលើប្រព័ន្ធ YouTube ឬក៏បង្ហោះទៅលើបណ្ដាញសង្គមហ្នឹងគឺបានចំនួនតែ20បទតែប៉ុណ្ណោះហើយ Suno បានបញ្ជាក់ថាបទបញ្ញត្តិថ្មីនេះគឺចូលជាធរមាននៅថ្ងៃទី3ហើយការធ្វើបែបនេះដើម្បីកំណត់ច្បាស់លាស់ទៅលើអ្នកប្រើប្រាស់ platform របស់ Suno ក្នុងគោលបំណងអ្វីមួយឲ្យច្បាស់លាស់តែប៉ុណ្ណឹងទេហើយខ្ញុំនឹងជម្រាបជូនព័ត៌មាននេះបន្ថែមទៀតបាទពាក់ព័ន្ធទៅនឹងបទបញ្ញត្តិផ្សេងដែលខ្ញុំនឹងព្យាយាមអាននៅក្នុង term of service របស់ Suno ហ្នឹងដោយសារតែនេះជាព័ត៌មានក្តៅហើយវាមកភ្លាមតែម្ដងអញ្ចឹងខ្ញុំក៏ធ្វើវីដេអូចែករំលែកដល់បងប្អូនបាទឥឡូវបងប្អូនទាំងអស់ដែលបកកែភាសាអង់គ្លេសអញ្ចឹងសូមជួយមើលខ្ញុំបន្តិចបាទខ្ញុំគាត់ទៅបង្ហាញទេដោយសារផ្ញើមកក្នុង email ណាអញ្ចឹងបងប្អូនអាចមើលហើយកាត់យល់ខ្លួនឯងប៉ុន្តែខ្ញុំជម្រាបមួយចំណុចទេគឺមានតែ20បទទេបងប្អូនដែលបងប្អូនអាច download បានក្នុងរយៈពេល1ខែឥឡូវមកអាន email ពីក្រុមហ៊ុន Suno ផ្ញើឲ្យខ្ញុំទាំងអស់គ្នាបាទបងប្អូននេះគឺជាសាររបស់ Suno បាទ we are writing to notify you have changes to Suno term of service that will affect your Pro subscription effective September the 3rd 2026មានន័យថាយើងសរសេរនេះដើម្បីបញ្ជាក់បាទប្រាប់អ្នកអំពីការផ្លាស់ប្ដូរបាទ term of service ហ្នឹងបាទកិច្ចបទបញ្ញត្តិផ្សេងរបស់ Suno ដែលនឹងចាប់ផ្ដើមមានប្រសិទ្ធភាពឬក៏ប៉ះពាល់ទៅលើគម្រោង Pro របស់អ្នកហើយនឹងចូលជាធរមាននឹងចាប់ពីថ្ងៃទី3ខែកញ្ញា2026ទៅបងប្អូនបាទអញ្ចឹងអ្វីទៅជាការផ្លាស់ប្ដូរចំពោះការទាញយកវិញអញ្ចឹងគម្រោង Pro របស់អ្នកនឹងរួមបញ្ចូលត្រឹមតែបទចម្រៀង20បទប៉ុណ្ណោះដែលធ្វើក្នុងមួយខែដែលអ្នកមានសិទ្ធិទាញយកចំពោះការស្ដាប់និងការចែករំលែកពេញលេញនៅក្នុង library បាទនៅក្នុងបណ្ណាល័យរបស់តន្ត្រី Suno គឺនៅតែមិនមានដែនកំណត់ទេអញ្ចឹងអានឹងយើង share ទៅនៅក្នុងplatform របស់ Suno ណាអញ្ចឹងមាតិកាហើយនឹងការប្រើប្រាស់បាទទៅលើការធ្វើពាណិជ្ជកម្មបាទពួកយើងបានបញ្ជាក់យ៉ាងច្បាស់បាទអញ្ចឹងមានន័យថាអ្នកបានបញ្ជាក់តាំងពីដើមមកហើយសិទ្ធិដែលអ្នក
សិទ្ធិដែលអ្នកមាននៅក្នុងមាតិការបស់អ្នកហើយរបៀបនៃការប្រើប្រាស់ទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មនៃតន្ត្រីដែលអ្នកបាន generate ជាមួយនឹងកិច្ចការរបស់ Zuno អញ្ចឹងចម្រៀងដែលអ្នកបាន download ចេញពី Zuno ទៅលើគម្រោងដែលអ្នកបានបង់ប្រាក់គឺវានៅតែជាអីបាទជារបស់អ្នកក្នុងការប្រើប្រាស់បាទក្នុងការប្រើប្រាស់លើផ្នែករកស៊ីពាណិជ្ជកម្មហ្នឹងបងប្អូនហើយឬក៏ប្រើប្រាស់ជាបុគ្គលបាទមានផ្ទាល់ខ្លួនបាទអញ្ចឹងអានឹងអត់បញ្ហាទេបាទបងប្អូនវាព្យាយាមស្វែងយល់អត្ថន័យនឹងទៀតណាបាទអញ្ចឹងដើម្បីដោះស្រាយចំនួនបាទនេះអញ្ចឹងពួកយើងបានធ្វើបច្ចុប្បន្នភាពអំពីរបៀបដែលចំនួនកើតឡើងរវាងអ្នកហើយនឹង Zuno ហ្នឹងបាទអញ្ចឹងបានដោះស្រាយហើយបាទអញ្ចឹងអានេះគឺជាសារខ្លីៗដែល Zuno បានផ្ញើមកបងប្អូនអញ្ចឹងខ្ញុំកត់សម្គាល់ចំណុចនេះគឺចំណុចសំខាន់បងប្អូនណាអញ្ចឹងបងប្អូនចំណាយ$10ក្នុងមួយខែប៉ុន្តែបងប្អូន download បានត្រឹមតែបទចម្រៀង20បទទេយកទៅប្រើប្រាស់នៅក្នុងការធ្វើពាណិជ្ជកម្មនេះជាការយល់របស់ខ្ញុំណាដោយសារភាសាអង់គ្លេសរបស់ខ្ញុំមិនប្រកែទេបងប្អូនអាចអានចូលអ៊ីមែលបងប្អូនហើយព្យាយាមអានឲ្យយល់ថាតើគោលបំណងរបស់ Zuno នឹងយ៉ាងម៉េចបាទនេះលឿនមកនេះបាទអញ្ចឹងខ្ញុំអត់ទាន់មានពេលទេអញ្ចឹងខ្ញុំនឹងព្យាយាមនេះចូល Zuno តើបាទនេះបាទនេះបាទនេះយើងអានបន្ថែមទៀតណាបាទដោយសារតែខ្ញុំអត់ទាន់មានពេលវេលាគ្រប់គ្រាន់រវល់ការងារច្រើនអញ្ចឹងខ្ញុំនឹងព្យាយាមអានហើយព្យាយាមស្វែងយល់ថាតើអ្វីជាការផ្លាស់ប្ដូរវិផលប៉ះពាល់ឲ្យខ្លះនេះ why do download limited matter we believe a healthy music ecosystem is built on human creativity as our platform grow limiting download will make it harder for bad actors to mass export music. We are introducing download limit to ensure our platform is used for international music creation while still allowing everyone to create, remix, listen, and share on Zuno. បាទអញ្ចឹងនេះតដែលទេដូចខ្ញុំប្រាប់អញ្ចឹងបាទដូចមានអីថ្មីប្រហែលទេថ្មីចំណុចថ្មីហ្នឹងគឺ download បាន20បទក្នុងមួយខែបងប្អូនបាទអញ្ចឹងបងប្អូនដែលមានពេលវេលាគួរតែផលិតបទចម្រៀងឲ្យច្រើនទៅនៅក្នុងខែនេះបាទដើម្បីទុកផុសអញ្ចឹងចាប់ពីខែក្រោយទៅបងប្អូនមានសិទ្ធិបាទត្រឹមតែ20បទទេក្នុងការ download បាទក្នុងមួយខែអរគុណច្រើនបងប្អូននេះគឺជាការចែករំលែករបស់ខ្ញុំខ្លីបាទអរគុណសូមគោរពសូមជម្រាបលាបាទ